Chị đồng bốខ្ញុំសូមជម្រាបសួរទៅដល់លោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសេចក្តីសំណើរីករាយខ្លាំងមែនទែនដែលបានមកធ្វើបទបង្ហាញក្នុងប្រធានបទសុខុមាលភាពធនធានមនុស្សដែលបង្រៀនដោយសាស្ត្រាចារ្យសុធីតាអញ្ចឹងមុននឹងចូលដល់ការបកស្រាយខាងក្រោមក៏សូមរៀបរាប់សមាជិករួមក្រុមរបស់ខ្ញុំដែលមាន2នាក់ទី1គឺនងសំណាងទី2ឈ្មោះសាវិស័យគឺរូបនាងខ្ញុំផ្ទាល់អញ្ចឹងចូលមកដល់ចំណុចបកស្រាយតែម្ដងHammer Capital និង Well Begin គឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនិងអង្គភាពទាំងពីរនេះមានទំនាក់ទំនងជិតស្និទ្ធនិងជួយគ្នាទៅវិញទៅមកក្នុងការបង្កើតប្រសិទ្ធភាពការងារនិងគុណភាពជីវិតរបស់មនុស្សចឹង Hammer Capital ហ្នឹងគឺបានន័យថាជំនាញចំណេះដឹងនិងបទពិសោធន៍របស់មនុស្ស Well Begin មានន័យថាសុខុមាលភាពរបស់មនុស្សដែលរួមមានសុខភាពផ្លូវកាយផ្លូវចិត្តនិងសង្គមបុគ្គលដែលមានសុខុមាលភាពល្អអាចធ្វើការបានយ៉ាងមានប្រសិទ្ធភាពនិងសុភមង្គលក្នុងជីវិតការថែរក្សាសុខភាពនិងស្ថានភាពផ្លូវចិត្តគឺសំខាន់ណាស់សម្រាប់ភាពជោគជ័យក្នុងវិស័យការងារក៏ដូចជាវិស័យរស់នៅប្រចាំថ្ងៃជាដើមទៅចូលមកដល់ចំណុចបន្ទាប់គេនិយាយអំពីHammer Capital គឺជាសម្បត្តិសំខាន់មួយសម្រាប់អង្គភាពវារួមមានជំនាញនិងចំណេះដឹងនិងបទពិសោធន៍ដែលជួយឲ្យការងារបានលទ្ធផលល្អ Hammer Capital ក៏ជួយបង្កើតផលិតភាពនិងប្រសិទ្ធភាពការងារវាជួយឲ្យអង្គភាពអាចប្រកួតប្រជែងបាននិងការបង្កើនអនុវត្តថ្មីបានយ៉ាងល្អផងដែរអញ្ចឹងចំណុចនេះខ្ញុំក៏ឈានចូលដល់ទីបញ្ចប់ចំណុចបន្តសូមបកគលទៅមិត្តរួមក្រុមរបស់ខ្ញុំសូមអរគុណលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះនងសំណាងតពីកញ្ញាខ្សែវិស័យលោកគ្រូនិយាយពីចំណុច Well Being សុខុមាលភាពWell Being ហ្នឹងសុខុមាលភាពនោះរួមមានទាំងផ្លូវកាយនិងផ្លូវចិត្តបុគ្គលិកដែលមានសុខភាពល្អអាចធ្វើការបានល្អនិងមានប្រសិទ្ធភាពខ្ពស់ហើយការថែរក្សាសុខុមាលភាពជួយបន្ថយភាព stress និងបង្កើតភាពសុខភាពផ្លូវចិត្តហើយវាក៏ជួយបង្កើនការពេញចិត្តនឹងការងារនិងផលិតផលផងដែរផលិតភាពផងដែរហើយ Human Capital និង Well Being មានទំនាក់ទំនងជិតស្និទ្ធគ្នាសុខុមាលភាពល្អនឹងនាំឲ្យបុគ្គលិកមានសមត្ថភាពការងារខ្ពស់ហើយទី1ហ្នឹងការគ្រប់គ្រងការិយាល័យប្រកបដោយប្រសិទ្ធភាពខ្ពស់ហ្នឹងមាន4ចំណុចធំលោកគ្រូទី1ហ្នឹងទី1បរិស្ថានរូបវ័ន្តចំណុចនេះគេចង់និយាយថាការរចនាកន្លែងធ្វើការប្រកបដោយសុវត្ថិភាពហើយមានពលិគ្រប់គ្រាន់ឬសហអារម្មណ៍សមស្របនិងសីតុណ្ហភាពនិងគុណភាពខ្យល់ល្អនឹងដើម្បីកាត់បន្ថយភាពតានតឹងនៃរាងកាយហើយចំណុច2សុខភាពផ្លូវកាយនិងផ្លូវចិត្តនិងបន្ទុកការងារចំណុចហ្នឹងគឺគេនិយាយថាការចែកចាយការងារឲ្យបានសមរម្យជៀសវាងការធ្វើការលើសម៉ោងជាប្រចាំនេះជំរុញឲ្យយើងមានបន្ទុកកាន់តែធ្ងន់ហ្នឹងហើយជំរុញឲ្យមានការសម្រាប់បានគ្រប់គ្រាន់ហើយព្រមទាំងផ្ដល់ការគ្រប់គ្រងផ្លូវចិត្តហើយចំណុចទី3ហ្នឹងវប្បធម៌ទំនាក់ទំនងចំណុចនេះគេចង់និយាយថាការកសាងវប្បធម៌បើកចំហនឹងមានការទទួលស្គាល់សមិទ្ធផលការលើកទឹកចិត្តឲ្យមានទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំនិងបុគ្គលិកហើយចំណុចទី4ហ្នឹងតុល្យភាពការងារជីវិតចំណុចហ្នឹងគេចង់និយាយថាការអនុញ្ញាតឲ្យមានម៉ោងធ្វើការបត់បែនឬការងារពីចម្ងាយធ្វើការដូចធ្វើការនៅផ្ទះអីហ្នឹងដើម្បីឲ្យបុគ្គលិកមានពេលសម្រាប់គ្រួសារនិងខ្លួនឯងហើយចំណុចនេះបញ្ចប់ហ្នឹងគឺ conclusion អង្គភាពអាចអភិវឌ្ឍមនុស្សធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលការអប់រំការផ្ដល់ឱកាសឲ្យរៀន
និងអភិវឌ្ឍជំនាញសំខាន់អង្គភាពបង្កើតបរិយាកាសការងារល្អនិងគ្រប់គ្រងបុគ្គលិកគ្រប់គ្រងសុខភាពបុគ្គលិកសរុបមកសុខុមាលភាពបុគ្គលិកហ្នឹងគឺមិនមែនជាការចំណាយប៉ុន្តែវាជាការវិនិយោគយុទ្ធសាស្ត្រដែលផ្ដល់ផលត្រឡប់មកវិញទាំងផលិតផលនិងការច្នៃប្រឌិតនិងអត្រារក្សាបុគ្គលិកហើយការគ្រប់គ្រងការិយាល័យប្រកបដោយជោគជ័យហ្នឹងទាមទារឲ្យថ្នាក់ដឹកនាំផ្លែខ្លាយជាការយកចិត្តទុកដាក់ទៅលើសុខុមាលភាពជាវប្បធម៌ប្រចាំថ្ងៃមិនមែនជាការគម្រោងម្ដងកាលទេនៅពេលដែលបុគ្គលិកដែលមានសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្តការិយាល័យនឹងខ្លាយជាកន្លែងដែលមនុស្សចង់រស់នៅហើយអាជីវកម្មនឹងរីកចម្រើនប្រកបដោយជីវភាពបាទចំណុចខ្ញុំក៏បានដល់ទីបញ្ចប់សូមអរគុណលោកគ្រូ